អីសីមាត់ទឹកកាលពីព្រេងនាយមានអីសីមួយអង្គរស់នៅព្រៃហមពានចេះសិលពូកែចំណានលើសអស់អីសីទាំងពួងជាអ្នកកាន់សច្ចៈទៀងត្រង់ទៅមាត់របស់លោកคล้ายទៅជាមាត់ទឹកនិយាយយ៉ាងណាគឺបានយ៉ាងនោះសម័យមួយព្រះរាជាក្នុងដែនមគធៈនាំព្រះមហេសីនិងព្រះរាជធីតាព្រមទាំងបរិវារទៅក្រសាឧទ្យានបានជួបនឹងឥសីនោះនៅក្នុងព្រៃពាក់កណ្ដាលផ្លូវព្រះរាជាគង់លើរាជយានស្រែកសួរចំពោះឥសីថាលោកមកអង្គុយធ្វើអ្វីនៅក្នុងអាណាខេត្តរបស់យើងនេះតើលោកមានឈ្មោះអ្វីនៅក្នុងទីណាឥសីកំពុងចូលឈានឥតបានឮព្រះឥសូរសីហនាថរបស់ព្រះរាជាអង្គនោះឡើយព្រះរាជាទ្រង់ពិរោធជាខ្លាំងលុះចាករាជយានយាងសំដៅទៅរកឥសីត្រាស់សួរខ្លាំងឥសីនៅតែគង់ពេនភ្នែនដដែលព្រោះចិត្តលោកនៅក្នុងឈានព្រះរាជាខ្ញាល់ខ្លាំងណាស់ថាឥសីនេះពិតជាកោងកាចអំបាលយើងជាមហាក្សត្រម្ចាស់ផែនដីទាំងមូលសួរមិនឆ្លើយទើបព្រះអង្គខ្ញាល់ខ្លាំងព្រះអង្គក៏បានធាក់ឥសីនោះដួលដេកលើដីហើយត្រាស់ប្រើរាជអាមាត្យឲ្យយកដុំថ្មធំសង្កត់ឥសីនោះដល់រាបដល់មានកម្ពស់ដូចដំបូកហើយយាងហួសទៅដល់គម្រប់7ថ្ងៃឥសីចេញចាក់ឈានគឺមានសេចក្តីទុក្ខវេទនាដោយដុំថ្មសង្កត់នោះយ៉ាងក្រៃលែងទើបលោកនិយាយថាដុំថ្មនេះចូលคล้ายទៅជារូបអ្នកដែលព្យាបាទយើងចោះថាតែប៉ុណ្ណេះដុំថ្មទាំងអស់នោះបាត់អស់រលីងពួកព្រះរាជាព្រះអគ្គមហេសីព្រះរាជធីតាព្រមទាំងរាជបរិវារទាំងអស់ដែលមានចិត្តព្យាបាទលោកកំពុងតែនៅក្នុងនគរក៏คล้ายប្រែទៅជាថ្មទាំងអស់ពួកអ្នកនគរផ្អើលជ្រួលជ្រើមព្រោះគ្មានដឹងហេតុអ្វីសោះឡើយស្រាប់តែជនទាំងនោះคล้ายទៅជាដុំថ្មទាំងអស់ក៏ខំបន់ស្រន់រៀងខ្លួនបើទោះបីខំបន់ស្រន់បួងសួងឲ្យវត្ថុស័ក្តិសិទ្ធិយ៉ាងណាក៏ដោយក៏មិនអាចឲ្យជនទាំងនោះคล้ายទៅជាមនុស្សដូចដើមវិញដែរចំណែកឥសីមាត់ទឹកលោកនិមន្តទៅអាស្រមលោកវិញមានអាពាធជាទម្ងន់ដោយរូបកាយលោកបាក់បែកខ្ទេចខ្ទីអស់ឯពួកទេវតាដែលរក្សានគររក្សាឆ្វេតស័ព្ទព្រះរាជានោះកើតទុកមិនសុខចិត្តក្រៀមក្រំគ្រប់គ្នាដោយបានដឹងថាជនទាំងនោះត្រូវបានបណ្ដាសាតាឥសីមិនអាចអ្នកណាជួយឲ្យคลายទៅជាមនុស្សវិញបានឡើយទើបនាំគ្នាទៅកាន់សំណាក់ឥសីដើម្បីសុំឲ្យជនទាំងនោះคลายទៅជាមនុស្សវិញឥសីប្រាប់ទេវតាថានោះគឺជាកំហុសរបស់អ្នកណាទាល់តែអ្នកនោះមកសុំទោសទៅបានព្រោះអំពើល្អអាក្រក់របស់អ្នកណាត្រូវតែខ្លួនអ្នកនោះទទួលផលអ្នកដទៃជួសមិនបានឡើយពួកទេវតាទាល់គំនិតក៏ត្រឡប់ទៅនគរវិញពេលបន្ទាប់នោះឥសីដឹងខ្លួនថានឹងអស់ព្រះជន្មថ្លៃនោះហើយទើបលោកហៅនាយទិបវង្សជាសិស្សសំណប់របស់លោកមកប្រាប់ថាអាត្មាត្រូវស្លាប់ក្នុងថ្ងៃនេះហើយឯងត្រូវកាន់សច្ចៈសុចរិតចោះយើងឲ្យអ្នកឯងពូកែមានអំណាចធំជាងគេនៅក្នុងលោកនេះឯគូព្រេងរបស់ឯងគឺជានាងច័ន្ទរស្មីជាព្រះរាជធីតារបស់ព្រះរាជាដែនមគធៈឥឡូវคล้ายទៅជាថ្មហើយនៅ1000ឆ្នាំទៀតទើបរួចទោសคล้ายទៅជាមនុស្សវិញឯងត្រូវតែស្វែងរកផ្លែស្វាយទឹកនៅក្នុងព្រៃហេមពានយកមកស៊ីឲ្យបានទៅខ្លួនឯងនៅក្មេងដដែលបើរកមិនបានទេមុខជាអស់បានជួបគូព្រេងឯងហើយព្រោះឯងមិនអាចរស់នៅបាន1000ឆ្នាំទេឥសីប្រាប់នាយទិបវង្សជាសិស្សសំណប់តែប៉ុណ្ណោះក៏ឲ្យថ្នាំមួយដុំប្រាប់ថាដល់គ្រប់1000ឆ្នាំឯងយកថ្នាំនេះលាយនឹងទឹកស្រោចទៅលើរូបថ្មនោះចោះនឹងក្លាយជាមនុស្សបានដូចបំណងហើយលោកក៏សគត់ទៅដោយអំណាចមាត់ទឹករបស់ឥសីនាយទិបវង្សក៏ពូកែមានអំណាចធំជាងគេក្នុងលោកពិតប្រាកដមែនសូម្បីព្រះអាទិត្យក៏មិនអាចហ៊ានបាញ់ចាំងកម្ដៅឲ្យត្រូវបានដែរ
គឺបាននាយទឹកវងនៅក្នុងទីណាមេឃស្រទុំក្នុងទីនោះជាដរាបក្រោយពេលដែលនាយទឹកវងបូជាសពឥសីជាគ្រូរួចហើយនាយដើរសម្ដៅទៅនគរមគធៈដើម្បីឲ្យឃើញមុខគូព្រេងរបស់នាយគួរអស្ចារ្យនិងអំណាចរបស់នាយទឹកវងណាស់គឺរូបព្រះរាជាព្រះអគ្គមហេសីព្រះរាជធីតាដែលคล้ายទៅជាថ្មនោះពួកមហាជនបានធ្វើចែកដីដាក់បិទសន្ធប់យ៉ាងជិតហើយមាំមួនណាស់មានអ្នកថែរក្សាច្រើនជាន់ច្រើនសង្កាត់ព្រោះខ្លាចរូបថ្មនោះបាក់ខូចខាតនាយធ្វើដំណើរទៅដល់នគរមគធៈបានសួរអ្នកយាមនគរថាព្រះរូបថ្មនៅក្នុងទីណាគេក៏ចង្អុលប្រាប់ចែកដីដែលមើលឃើញយ៉ាងច្បាស់នាយត្រេកអរណាស់ដើរសម្ដៅទៅរកតែអ្នកយាមទ្វារមិនឲ្យចូលទៅជិតទើបនាយបួងសួងថាបើព្រះរាជធីតានោះត្រូវជាគូព្រេងដូចឥសីនិយាយមែនសូមឲ្យចែកដីបាក់បែកអស់ហើយរូបថ្មទាំង3អណ្ដែតឡើងគ្រាន់តែបួងសួងចប់ភ្លាមចែកដីក៏បាក់បែកខ្ទេចកំរើកញាប់ញ័រពេញនគររូបទាំង3ក៏អណ្ដែតឡើងឯរូបនាងចន្ទរស្មីធ្លាក់មកចិត្តនាយស្ទុះទៅអោបរូបនោះបបោះអង្អែហើយនិយាយថាអោគូព្រេងកំសត់នៅ1000ឆ្នាំទៀតទើបយើងអាចជួបគ្នាឥឡូវបងត្រូវចូលទៅព្រៃហមពៀនដើររកស្វែងទឹកបរិភោគដើម្បីបន្តជីវិតបងឲ្យរស់នៅស្មើនឹងជីវិតប្អូនសូមប្អូននៅចាំបងក្នុងចែកដីនេះវិញចោះថាតែប៉ុណ្ណេះចែកដីក៏คล้ายទៅជារូបដើមវិញភ្លាមពួកអ្នកនគរបានឃើញហើយបានដឹងហេតុអស្ចារ្យដូច្នោះក៏នាំគ្នាទៅរកនាយទឹកវងអញ្ជើញឲ្យសោយរាជ្យឯនាយមិនព្រមទទួលព្រោះមិនទាន់ទៅរកផ្លែស្វាយទឹកនោះបានផ្លែស្វាយទឹកមានឱជារសឈ្ងុយឆ្ងាញ់យ៉ាងក្រៃលែងដុះនៅក្នុងទីកំបាំងមិនអាចឲ្យមនុស្សណាបានទៅដល់ឃើញឡើយតើតែអ្នកមានបុណ្យទើបទៅដល់ផ្លែស្វាយទឹកនោះក្នុង100ឆ្នាំផ្លែម្ដងទើបអ្នកណាបានស៊ីហើយមានសាច់ឈាមល្អដូចទេវតាបើចាស់ខ្លាយទៅជាក្មេងស៊ីម្ដងបន្តជីវិតបានរហូតទៅដល់100ឆ្នាំនាយទឹកវងដើររកក្នុងព្រៃហេមពៀនយូរខែឆ្នាំណាស់ទើបបានជួបផ្លែស្វាយទឹកនោះតែពុំអាចចូលទៅជិតបានព្រោះមានយក្សកំណាចនៅចាំថែរក្សាជាច្រើនពួកយក្សបានធ្វើបាបនាយទឹកវងជាច្រើនប្រការមានធ្វើជាខ្ចប់ព្យុះធ្វើជាភ្លើងឆេះធ្វើជាទឹកភ្លើងជំនន់ជន់ជោនិងចោលដុំថ្មធំជាដើមទៅលើនាយទឹកវងតែមិនអាចប៉ះពាល់ទៅដល់រូបកាយនាយទឹកវងបានឡើយក្រោយមកយក្សក៏ដឹងថានាយទឹកវងពូកែមានអំណាចទើបនិមិត្តខ្លួនជារូបស្រីល្អស្អាតចូលទៅប្រឡោមតែនាយទឹកវងមិនរវល់កាន់តែសច្ចៈសុចរិតតាមបណ្ដាំរបស់តាឥសីពួកយក្សតគំនិតក៏ព្រមបេះផ្លែស្វាយនោះទៅឲ្យនាយទឹកវងនាយទឹកវងតាំងពីសំណាក់នៅក្បែរដើមស្វាយទឹកនោះដល់100ឆ្នាំបេះស៊ីម្ដងគ្រប់1000ឆ្នាំទើបត្រឡប់ទៅនគរមគធៈវិញដើម្បីប្រោះគូព្រេងរបស់ខ្លួនឲ្យប្រែពីថ្មคล้ายទៅជាមនុស្សវិញគួរឲ្យអាណិតនាយទឹកវងណាស់អត់ដឹងថាពួកយក្សនោះបានលួចយកថ្នាំដែលឥសីប្រគល់ឲ្យសម្រាប់ធ្វើឲ្យថ្មคล้ายទៅជាមនុស្សសោះស្រាប់តែទៅជិតដល់នគរមគធៈទើបដឹងថាបាត់ថ្នាំដែលខ្លួនបានរុំដោយអំបោះច្រើនជាន់ហើយចងភ្ជាប់នឹងចង្កេះនោះគាត់ក៏វិលត្រឡប់ទៅរកកន្លែងដើមស្វាយទឹកវិញអត់អំពើសោះថ្នាំនោះយក្សលួចយកទៅចោលនៅក្នុងសមុទ្រជិត500ឆ្នាំមកហើយក្នុងពេលដែលចោលចូលទៅក្នុងទឹកនោះស្ដេចក្រពើបានលេបចូលទៅក្នុងពោះក៏កើតក្តៅក្រហាយនៅក្នុងទឹកពុំបានក្រពើក៏បានឡើងទៅក្រាំងនៅក្នុងព្រៃយូរទើបក្រពើនោះក៏คล้ายទៅជាសត្វរមាសមានឥសីមួយរូបឈ្មោះថាអគីនេតតាំងអាស្រមនៅក្បែរមាត់សមុទ្របើលោកខ្ញាល់និងអ្នកណាបើកភ្នែកឡើងភ្លើងក៏ឆេះអ្នកនោះខ្ទេចខ្ទីអស់លោកបានដឹងថាពួកយក្សបានលួចថ្នាំរបស់ទឹកវងដែលជាសិស្សរបស់ឥសីមាត់ទើបចោលទៅក្នុងសមុទ្រស្ដេចក្រពើបានលេបថ្នាំនោះហើយក្តៅក្រហាយឡើងទៅក្រាំងនៅក្នុងព្រៃក្រពើនោះក៏คล้ายទៅជាសត្វរមាសទ
ើបលោកខាបយកសត្វរមាសនោះមកចិញ្ចឹមសម្រាប់ធ្វើជាយានជំនិះរបស់លោកដើម្បីរក្សាថ្នាំទុកឲ្យម្ចាស់ដើមគេវិញលោកដឹងយ៉ាងច្បាស់ព្រោះក្នុងពេលដែលយៈយកទៅចោលបណ្ដាលឲ្យក្តៅក្រហាយដល់ទេវតារក្សាសមុទ្រទេវតារក្សាសមុទ្របានមកប្រាប់ទៅដល់លោកចំណែកនាយទឹកវងវិញការបើបានទៅដល់ដើមស្វាយទឹកហើយរកមិនឃើញថ្នាំក៏ចោទប្រកាន់ចំពោះយៈបណ្ដាកើតឆ្លោះប្រកែកវាយតប់គ្នាជាខ្លាំងពួកយៈចាញ់ដៃក៏ចេះតែរត់ថយក្រោយទៅដល់អាស្រមឥសីអគិនេតឥសីភ្ញាក់នឹងសន្ធឹកជើងរបស់យៈក៏បើកភ្នែកឡើងប្រកបដោយកំហឹងក៏ឆេះឆួលពួកយៈអស់ខ្ទេចខ្ទីទៅនៅសល់តែនាយទឹកវងមិនឆេះព្រោះបានអំណាចដែលឥសីមាត់ទឹកប្រទានឲ្យឥសីអគិនេតបានឃើញនាយទឹកវងមិនឆេះក៏អស្ចារ្យក្នុងចិត្តថាបរិះនេះពូកែណាស់តាំងពីដើមមកមិនដែលឃើញដូច្នេះសោះទើបលោកសួរដឹងសពគ្រប់ប្រការហើយប្រាប់ថាថ្នាំរបស់អ្នកនោះពួកយៈវាលួចយកទៅចោលក្នុងសមុទ្រស្ដេចក្រពើបានលេបចូលទៅក្នុងពោះកើតក្តៅក្រហាយហើយក៏ក្រាំងនៅក្នុងព្រៃคล้ายទៅជាសត្វរមាសឥឡូវយើងយកសត្វរមាសនេះមកចិញ្ចឹមទុកឲ្យចូលអ្នកឯងយករមាសនេះទៅធ្វើយានជំនិះទៅចោះឯថ្នាំនេះរលាយរលួយក្នុងពោះរមាសអស់ទៅហើយបើអ្នកត្រូវការប្រោះរូបថ្មគ្រាន់តែយកទឹកមាត់រមាសទៅលាបទៅលើថ្មនោះគឺបានហើយនាយទឹកវងលាឥសីអគិនេតជារមាសសំដៅទៅនគរមគធៈទៅដល់រកចែកដីស្ទើរតែមិនឃើញមានព្រៃដុះជុំចិត្តព្រោះមនុស្សលែងនៅក្នុងទីនោះជិត 1000 ឆ្នាំមកហើយនាយទឹកវងចេះតែជិះរមាសរុករកក្នុងព្រៃទៅក៏បានប្រទះឃើញចែកដីនោះហាក់ដូចជាអស់សង្ឃឹមប៉ុន្តែនាយនឹកទៅដល់អនុភាពរបស់ឥសីជាគ្រូថាមាត់របស់លោកជាមាត់ទឹកពុំដែលប្រែប្រួលខុសសម្ដីរបស់លោកទេទើបលោកបានលើកដៃប្រណម្យហើយបួងសួងថាដោយអនុភាពនៃគ្រូរបស់ខ្ញុំម្ចាស់សូមឲ្យព្រៃនេះវិនាសអស់ទៅប្រាសាទនិងគេហដ្ឋានទាំងឡាយព្រមទាំងទេសភាពគ្រប់យ៉ាងរបស់នគរមគធៈក្នុងសម័យមុននេះ 1000 ឆ្នាំកើតឡើងដូចដើមវិញផងថាតែប៉ុណ្ណោះប្រាសាទនិងគេហដ្ឋានទាំងឡាយព្រមទាំងទេសភាពគ្រប់យ៉ាងកើតប្រកបដូចដើមវិញទាំងអស់ទើបនាយនាំរមាសចូលទៅក្នុងចែកដីយកទឹកមាត់វាលាបទៅនឹងព្រះរាជាដំបូងក៏คล้ายទៅជាមនុស្សដូចដើមព្រះរាជាស្ទុះទៅអោបនាយទឹកវងដោយសេចក្តីត្រេកអរក្រៃលែងសួរដឹងរឿងហេតុសពគ្រប់ហើយទើបអង្វរនាយឲ្យប្រោះព្រះអគ្គមហេសីព្រះរាជធីតាព្រមទាំងពួករាជបរិវារទាំងអស់ឲ្យคล้ายទៅជាមនុស្សវិញផងនាយទឹកវងក៏ប្រោះបានដូចបំណងពិតមែនលំដាប់មកព្រះរាជារៀបអភិសេកនាយទឹកវងជាមួយនឹងនាងចន្ទរស្មីជាព្រះរាជធីតាឲ្យសោយរាជ្យនៅក្នុងនគរមគធៈនោះដោយពិធីរាជាភិសេកយ៉ាងអស្ចារ្យតាមរាជបវេណីនៃបុរាណកាលមក